ជួយនៅតាមពុំដែរនៅច្រើនទៅហើយថែប៉ុណ្ណឹងឲ្យទៅគុំរួមជាតិហ្នឹងហើយបើខ្ញុំកណ្ដាលអាត្មាដឹងថានងវាជាបិចកលរបស់គេបង្កើតឲ្យយើងប្រទាំងប្រទេសគ្នាហើយយើងទៅប្រទាំងប្រទេសគ្នាទៀតវារឹតតែហែកហួរជាតិយើងនឹងឲ្យវាខ្ទេចខ្ទីញោមញីដូចតែគេចង់បានហ្នឹងអញ្ចឹងបាននឹកឃើញថាទេមិនឆ្លើយមិនតបមិនអីទេតាមដំណើរទៅព្រោះលោកទាំងឡាយចាំទុកណាបុព្វបុរសឈាមជាខ្មែរយើងណាសុកចិត្តឲ្យគេកាត់ក្បាលសុកចិត្តបង្ហូរឈាមដើម្បីដោះដូរឲ្យទៅប្រទេសជាតិបានសុខសន្តិភាពស្ថិរភាពហើយយើងគ្រាន់តែទ្រាំឲ្យគេជេរមួយម៉ាត់ពីរម៉ាត់ដោះដូរឲ្យសុខទេសវិសានត្រានគេជេរទៅមានតែខាតអីមិនអញ្ចឹងឥឡូវយើងមើលមកវឹកមុនមើលដែលយើងចេះតែជឿរឿងគេប្រឌិតថាសុខទេសកាត់ដីកាត់អីយើងមិនជឿគេយើងមិនចង់ធ្វើឲ្យសុខទេសយើងចលាចលខ្លះនៅចង់ដុតបំផ្លាញអាគារចង់កំទេចនេះកំទេចនោះអីអញ្ចឹងទៅព្រោះតែហេតុថាស្រុកទេសជឿទៅលើតកាត់ដីដល់ទៅពេលយើងមកអត់មានបាត់ទឹកបាត់ដីអីគេទុកបារាំងទុកឲ្យយើងប៉ុណ្ណាយើងថែតែប៉ុណ្្នឹងទៅទៀមមកវិញក៏អត់បានដែរព្រោះដីសពថ្ងៃយើងជាអៀតដោយសារអំណងគ្នាមកនៅកដាលតាមព្រំដែននៅទលាយចេះណាហើយយើងក៏អត់ដល់ចង់ទៅនៅយើងវាទលាយណាអញ្ចឹងតើយើងទៅចែកគ្នាជួយនៅតាមពុំដែរនៅច្រើនទៅហើយថែប៉ុណ្ណឹងឲ្យទៅគង់ទៅធ្វើម៉េចឲ្យទៅជាតិយើងវាបានសុខសន្តិភាពស្ថិរភាពកុំមានសង្គ្រាមណែអ្នកដែលកើតមិនទាន់ស្រុកទេសចលាចលចេះតែថាសង្គ្រាមហ្នឹងវាស្រួលហើយនាំនៅចង់កើតសង្គ្រាមចង់អីចឹងទៅប៉ុន្តែដល់កើតមែនតែនទេដឹងអ្នកណាស្លាប់អ្នកណារស់ទេពិបាកណាស់ហើយលីកជឿរត់មិនស្រួលទេលោកទាំងឡាយគ្រប់គ្នាយើងមើលសង្គ្រាមសពថ្ងៃប្រទេសធំដែលកំពុងធ្វើសង្គ្រាមហ្នឹងមើលមានតែស្រួលអីអ្នកណាមានពេលទៅរកទទួលទានលក់ដូរអីទំនិញទិញចូលអីខាតសពគ្រប់បែបយ៉ាងហើយប្រទេសយើងមិនទាន់ទៅកើតប្រទេសអ្នកមានទេណាប្រទេសយើងនៅមានកម្រិតដល់ឡើយហ្នឹងអញ្ចឹងហើយយើងនាំគ្នាបតិចប្រអាក់ទៀតវារឹតតែយើងនឹងសោកសៅទៅទៀតអញ្ចឹងបានធ្វើម៉េចសូមឲ្យជនរួមជាតិបងប្អូនខ្មែរគ្រប់រូបនឹងមានចិត្តអធន់ឬខ្ពស់ហើយមានវិចារណញាណក្រែងលោតែយើងធ្លាក់ក្នុងអបាយកលដែលគេរៀបចំទៅធ្វើឲ្យយើងបែកបាក់គ្នាឆ្លោះប្រកែកគ្នាហើយហង្សទៅជាក្អែកទៅជាហង្សក៏មិនកើតដែររាជសីទៅជាកូនជ្រូកទៅជារាជសីក៏មិនកើតដែរនឹងនាគទៅជាពស់ផលិតទៅជានាគក៏មិនកើតដែរហើយយើងសពថ្ងៃវាអត់ជឿអ្នកឃើញនេះច្រើនតែជឿអ្នកថាដល់អ្នកថារឿងថាមាត់វាមានលបងអីចេះថាទៅរឿងមកចាអាមទៅថាឲ្យបាន1គីឡូក៏ទៅបានមិនអញ្ចឹងណោះហ្នឹងហើយប៉ុន្តែដល់តែរឿងពិតបើថាមហាត់គឺវាមហាត់ហ្នឹងអ្នកឃើញគឺថាមហាត់គឺថាមហាត់ហ្នឹងបាទគាត់មិនចេះថា2ហាត់3ហាត់ទេប៉ុន្តែអ្នកមិនឃើញចេះតែថាទៅ1គីឡូ2គីឡូអីចឹងទៅហ្នឹងអញ្ចឹងប៉ុន្តែរឿងមកតទេចេះតែនាំនេះថាកើតបាន100គីឡូដីអីចឹងទៅចាំមិនថាគ្រប់យ៉ាងទាំងអស់នៅលើវិចារណញាណតែយើងមិនមានវិចារណញាណស្មាចេះតែបារម្ភថាទេបក្រណសម័យកាលយើងនៅសពថ្ងៃហ្នឹងមនុស្សខ្មែរយើងនិយាយឡើងចង់ស្ដាប់គ្នាដែរហើយដល់ទៅនិយាយឡើងចង់ស្ដាប់គ្នាទៅហើយចុះនេះទាំងកើតមួយថ្ងៃម្សិលមិញឬក៏នៅក្នុងពោះឲ្យឡើយឬក៏1ឆ្នាំ2ឆ្នាំ7ឆ្នាំនោះដល់ធំឡើងអនាគតរស់ក្នុងសង្គមបែបណាទៅបើសិនតែយើងជាជនជាតិខ្មែរនាំគ្នាលែងចេះប្រើក្រមសីលធម៌សុជីវធម៌ក្នុងការដោះស្រាយវិភាគវែកញែកអីចឹងទៅហើយពេលខ្លះការវែកញែកមិនត្រូវទេខុសពីការពិតហ្នឹងខុសស្រឡះទៅបាទខុសស្រឡះណាបាទហើយជួបការបណ្ឌិតទៅទៀតណាអ្នកវែកញែកមិនដែរដល់តែបណ្ឌិតក៏ដោយដល់តែវែកញែក
ពីរឿងខុសការពិតហើយចប់ហើយអាហ្នឹងបានពាក្យបុរាណនោះថាបណ្ឌិតល្ងងប៉ុណ្ណឹងរៀសល្ងងប៉ុណ្ណាទៅទៀតនាំគ្នាគិតមើលអាហ្នឹងអញ្ចឹងព្រោះថារឿងពិតគឺថាស្ដីពិតគឺថាពិតអញ្ចឹងតែហ្មងប្រកែកបានហាមមិនកើតអីទេប៉ុន្តែភាពពិតនៅតែភាពពិតអញ្ចឹងពេលវេលាអ្នកប្រសោតភាពពិតហើយភាពពិតវាអ្នកបញ្ជាក់ភាពពិតរបស់វាហ្នឹងពុំមានទៅយករឿងគ្រាន់តែយើងនឹកឃើញថាគ្រាន់តែយើងឮហើយថាគ្រាន់តែយើងមើលហើយថាទេអាហ្នឹងគឺថាចប់ហើយកិច្ចការងារក៏ដោយរឿងស្អីក៏ដោយត្រូវការភាពប្រកបបជាណាព្រោះយើងខ្វះភាពប្រកបបជាទេនាំគ្នាទៅជងទៅចាមតាមទៅកិច្ចតាមទៅកញ្ញាហ្នឹងងប់ហើយប្រទេសជាតិយើងលែងមានសម្ដាប់ធ្នាប់ហើយហ្នឹងហើយយើងស្អប់ស្រឡាញ់យ៉ាងម៉េចទុកក្នុងចិត្តបើគេថាស្អប់កុំឲ្យបាញ់ស្រឡាញ់កុំឲ្យខ្ចីហ្នឹងបុរាណលោកទុកមិនដៅទុកពាក្យហ្នឹងឲ្យយើងមិនដែរព្រោះស្អប់អ្នកណាក៏ដោយទុកក្នុងខ្លួនទៅហ្នឹងហើយមិនទៅបញ្ចេញអីទេព្រោះអត់បានចំណេញអីវិញទេវាបង្កើតសត្រូវកាន់តែច្រើនឡើងដល់តែកាន់ណាសត្រូវកាន់តែច្រើនឡើងយើងកាន់តែបន្ទោសសារាយអីកាន់តែក្តៅក្រហាយសន្តិសុខខ្លួនយើងក៏កាន់តែបាថ្ងៃក្រោយទៅមានការត្រូវទៅពឹងសត្រូវវិញពឹងលែងបានមកគេដឹងថាយើងស្អប់គេទៅហើយហ្នឹងអញ្ចឹងដូចអ្នកស្រុកខ្លះស្អប់មេភូមិអញ្ចឹងណាស្អប់ហើយជាមេភូមិដល់ថ្ងៃត្រូវសញ្ញេប្លង់ដីឲ្យមេភូមិសញ្ញេមេភូមិអត់សញ្ញេឲ្យនៅមកពីអីស្អប់ហើយដឹងបើស្អប់ក៏ស្អប់ទៅទុកទៅក្នុងចិត្តទៅថ្ងៃណាត្រូវប្រើគាត់ប្រើតែមានពិបាកអីណោះតែបុរាណលោកថាស្អប់កុំឲ្យបាញ់ហើយស្រឡាញ់កុំឲ្យខ្ចីរឿងខ្ចីនេះមួយខ្ចីអីក៏ដោយមួយថ្ងៃទេបើមានមួយថ្ងៃគាត់ចាំបាច់បើខ្ចីយើងគាត់ចាំស្អែកហ្នឹងបានបាត់ហើយនៅគាត់វាអត់មានមួយថ្ងៃទេហើយទៅទុកយូរទៅមួយថ្ងៃកើតមួយឆ្នាំកើតពីរឆ្នាំមើលមុខគ្នាលែងត្រូវតែមកអាហ្នឹងបកើតសត្រូវទៀតស្រឡាញ់គ្នាអស់វិចិត្រហ្នឹងកើតសត្រូវអញ្ចឹងបានរឿងខ្លះព្រោះតែការពិតមិនពិតច្រឡំគ្នាមួយរឿងមិនពិតហ្នឹងនោះចូលចិត្តតែឆ្លោះគ្នាអីហោហែអញ្ចឹងទៅស្មើពេលខ្លះអស់សំណាយខ្លះអាណិតខ្លះអញ្ចឹងទៅសំណាយត្រង់ថាមនុស្សដែលបង្កើតរឿងមិនពិតគាត់កំពុងតែសប្បាយជាមួយរឿងមិនពិតហើយគាត់ចេះតែដើរចោទទៅថាអូនោះបោកប្រាស់នោះកុហកនោះបំភាន់នោះជាតួជាអីប៉ុន្តែតាមពិតទៅគាត់កំពុងតែបង្កើតឲ្យរឿងមិនពិតហើយសប្បាយជាមួយនឹងរឿងមិនពិតហ្នឹងដែរហើយអ្នកដែលកំពុងតែចាញ់បាយកលនោគុំជាមួយរឿងមិនពិតហ្នឹងដែរក៏នាំគ្នាឆោងឆាងតាមរឿងមិនពិតហ្នឹងដែររហូតដល់កើតជារឿងជារាវដែលមានមិនចេះចប់មិនចេះហើយពេលខ្លះទេយើងមកភ័ព្វអញ្ចឹងដែរភ័ព្វដោយសារប្រជាពលរដ្ឋយើងមិនមែនថាជាមនុស្សអាក្រក់ទេគ្រប់គ្នានឹងសិតតែមនុស្សល្អប៉ុន្តែអ្វីដែលមកមិនល្អគឺថាការពេកដោយការខ្វះគិតខ្វះការពិចារណាទៅលើលោកនឹងនរណាទៅស្អប់ផែនដីខ្លួនឯងនោះនរណាទៅស្អប់ជាតិសាសន៍ខ្លួនឯងប៉ុន្តែពេលខ្លះទៅយើងវាមួបាំងទៅឬក៏តែចាញ់ការអូទាញរបស់គេទៅយើងនឹងស្ថិតនៅក្នុងភាពក្តៅក្រហាយហើយមើលមុខគ្នាមិនយល់អញ្ចឹងបានតែក្នុងបទពងសាវតាខ្មែរភាគ1ណាឥឡូវគេសូត្រតែបទក្រោយមកទេបទថ្មីមកបទមួយទៀតនោះគេលែងសូត្រណាបទនោះក៏ទុយបទនោះចង់បញ្ជាក់ថាខ្មែរអើយចូលចាំជាក់ថាគ្មានបរទេសណាអាចស្រាយបញ្ហាសិលធម៌បានមានតែខ្លួនយើងព្យាយាមតាំងចិត្តមេត្តាសន្តានកុនលងធម៌ព្រំវិហារបានជាតិយើងសុខសាន្តអំណាចនៃកម្ពុជាបានន័យថារឿងសិលធម៌របស់ខ្មែរនេះមិនអាចយកបរទេសណាយកមកលុបដៃបានទេដោះស្រាយមិនចេញទេក្រៅតែពីខ្មែរយើងណែជាអ្នកដែលដោះស្រាយគ្នាយើងគឺចាប់ផ្ដើមពីខ្លួនយើងនឹងចាស់ទុំប្រើសុជីវធម៌ជាមួយនឹង
ក្មេងជំទង់ក្មេងជំទង់ប្រើជីវធម៌ពាក្យសម្ដីជាមួយក្មេងកុមារាកុមារីក្មេងកុមារាកុមារីប្រើពាក្យផ្អែមល្ហែមទន់ភ្លន់ជាមួយនឹងក្មេងតូចតូចអញ្ចឹងបានការប្រើពាក្យផ្អែមល្ហែមទន់ភ្លន់នឹងវាវិលចុះវិលឡើងមកធ្វើឲ្យសង្គមយើងទៅជាសង្គមដែលមានសុជីវធម៌កន្លងធម៌ឡើងវិញមកបានបានមានអញ្ចឹងហើយពងសាវតាខ្មែរនោះក៏បានបញ្ជាក់ទៀតដែរថាម៉ែអើយចូលចាំជាក់ថាជាតិខេមរាធ្លាក់អាប់អោនទឹកដីខាតបង់លិចលង់សិលធម៌ពូជសាសតកូលបរទេសឈ្លានពានជិះជាន់រឹបអស់លួចប្លង់ប្រទេសយើងគ្មានប្រណី Panadol Extra មានអានុភាព